នៅក្នុងកំឡុងពេលដែលអ្នកទាំងអស់គ្នាកំពុងតែមើល podcast មួយនេះអាចនឹងមាននរណាម្នាក់កំពុងតែមានបញ្ហាគ្រោះថ្នាក់ចរាចរណ៍កើតឡើងនៅលើខ្លួនគាត់ហើយអ្វីដែលគួរឲ្យខ្លាចបំផុតនោះគឺយើងអាចដឹងថាការដែលយើងចាក់ចេញពីផ្ទះនៅពេលព្រឹកអាចនឹងជាការចាក់ចេញមួយចុងក្រោយក៏ថាបានគ្មាននរណាម្នាក់អាចមើលដឹងទេនៅក្នុងប្រទេសកម្ពុជារបស់យើងបញ្ហាគ្រោះថ្នាក់ចរាចរណ៍កើតឡើងច្រើនមែនទែនស្ទើរតែរាល់ថ្ងៃហើយវាមិនមែនកើតឡើងដោយសារតែការខូចខាតនៅយានយន្តក៏ដូចជាគ្រឿងម៉ាស៊ីនរបស់រថយន្តទេប៉ុន្តែវាអាចនឹងមានបញ្ហាកើតឡើងមកពី1នាទីនៅក្នុងការធ្វេសប្រហែសរបស់អ្នកបើកបរ1វិនាទីនៅក្នុងការដែលយើងបើកចេញ1វិនាទីនៅក្នុងការដែលយើងប្រើប្រាស់ទូរស័ព្ទដៃ1វិនាទីនៅក្នុងការដែលយើងប្រើប្រាស់គ្រឿងស្រវឹងមុនពេលបើកបរហើយគ្មានទំនួលខុសត្រូវនៅក្នុងការបើកបរជាដើមនិង1វិនាទីនៅក្នុងការដែលយើងធ្វេសប្រហែសមិនមានទំនួលខុសត្រូវនៅលើដងផ្លូវសួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ The Matter Podcast របស់ស្ថានីយ៍ទូទួលមហាផ្ទៃជាមួយខ្ញុំ Rabi ដែលជាអ្នកសម្របសម្រួលនៅក្នុងកម្មវិធីនេះហើយនៅក្នុងថ្ងៃនេះផងដែរយើងមានជាប្រធានបទតាក់ទងជាមួយនឹងគ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើងយ៉ាងច្រើននៅក្នុងប្រទេសកម្ពុជារបស់យើងហើយគឺជាបញ្ហាមួយដែលចម្បងបំផុតដែលយើងគួរតែធ្វើការដោះស្រាយក៏ដូចជាស្វែងយល់ទាំងអស់គ្នាហើយនៅក្នុងថ្ងៃនេះផងដែរយើងក៏មានជាវាគ្មិនកិត្តិយសរបស់យើងដែលគាត់នឹងមកចែករំលែកតាក់ទងជាមួយនឹងបញ្ហាគ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើងទៅលើគ្រួសាររបស់គាត់អញ្ចឹងឥឡូវនេះដើម្បីកុំឲ្យខាតពេលយើងនឹងជួបជាមួយនឹងវាគ្មិនកិត្តិយសរបស់យើងដែលគាត់នឹងបើកចិត្តនៅក្នុងការសន្ទនាចេញពីបេះដូងតាក់ទងជាមួយនឹងបញ្ហាដែលគាត់បានជួបប្រទះផងដែរជំរាបសួរទាំងសីបាទសុខសប្បាយចាបងអរគុណមែនទែនសម្រាប់ការអញ្ជើញចូលរួមនៅក្នុងកម្មវិធីនេះហើយក៏អត់រំពឹងថាទាំងសីនឹងបើកចិត្តនៅក្នុងការនិយាយព្រោះដោយសារជាបញ្ហាមួយដែលក្តៅកគុកមែនទែនដែលបានជួបនៅក្នុងគ្រួសាររបស់យើងផងដែរហើយបងជឿថានេះគឺជាបញ្ហាមួយដែលគេហៅថាសោកនាដកម្មមួយដែលយើងបានជួបនៅក្នុងកំឡុងពេលប្រហែលឆ្នាំមុនអញ្ចឹងប្រហែលជាអ្នកគ្រប់គ្នាបានស្គាល់ទាំងសីហើយជាតារាសម្ដែងមួយរូបនៅលើបណ្ដាញសង្គមក៏ដូចជាវិធីការនេះផងដែរអញ្ចឹងអាចណែនាំខ្លួនបន្ថែមតិចទៀតបានទេចាជំរាបសួរទៅដល់បងប្អូនទាំងអស់គ្នាខ្ញុំរាំងសីខ្ញុំក៏ជាអតីតពិធីការនេះដែរហើយក៏ស្ដាប់ថ្ងៃជាអ្នកសម្ដែងហើយថ្ងៃនេះមកចែកម្លែកពីរឿងរ៉ាវក្នុងចិត្តដែលយើងជួបកន្លងមករយៈពេល4ឆ្នាំនៃសោធនកម្មគ្រួសាររបស់ខ្ញុំនេះឯងតកតងជាមួយនឹងបញ្ហានេះបងឃើញថាគ្រប់គ្នាប្រហែលជាបានយល់អំពីបញ្ហាដែលរាំងសីបានទទួលព្រោះដោយសារអីយើងឃើញមានច្រើនមែនតើហើយបងចង់ដឹងអំពីបញ្ហាបន្តិចដែលយើងបានទទួលក្នុងនាមយើងជាគ្រួសាររបស់ជនរងគ្រោះចង់ដឹងថានៅពេលដែលយើងមានបញ្ហានឹងកើតឡើងគ្រួសារយើងមានបញ្ហាកើតឡើងណាមុនពេល1ម៉ោងនៅក្នុងការដែលយើងទទួលបានដំណឹងនេះតើពេលហ្នឹងយើងកំពុងតែធ្វើអីគេហើយកំពុងតែនៅកន្លែងណាហើយយើងទទួលបានព័ត៌មាននឹងបែបណាដែរមុន1ម៉ោងកាត់ហេតុនៃគ្រួសាររបស់ខ្ញុំហ្នឹងខ្ញុំនៅផ្ទះថ្ងៃហ្នឹងអត់ថតទេនៅផ្ទះហើយពេលហ្នឹងម៉ាក់គាត់ទេមកគាត់ប្រាប់ថាកូនណាម៉ាក់ផ្ញើត្រេនជាខែ8ហ្នឹងចាខែ8អញ្ចឹងកូនម៉ាក់ផ្ញើត្រេនមកតាមតាក់ស៊ីត្រេនហើយនឹងត្រីសាច់ជ្រូកប្រឡាក់ហើយអញ្ចឹងខ្លួនឯងពេលញ៉ាំអស់ហើយដាក់ចូលទូទឹកកកទៅហើយត្រេនអីហ្នឹងហើយម៉ាក់ឲ្យលុយតាក់ស៊ីអីហើយចាំលើកលេខគេផងហើយយើងសប្បាយចិត្តណាបងព្រោះម្ដាយយើងគាត់ផ្ញើអីវ៉ាន់ផ្ញើអីមកស្រាប់ដល់ពេល1ម៉ោងក្រោយមកមានអ្នកខលមកប្រាប់ខ្ញុំថាអឺសាច់ញាតិម្ចាស់លេខមែនឥឡូវហ្នឹងគាត់កំពុងជួបគ្រោះថ្នាក់ហើយពេលហ្នឹងខ្ញុំគិតថាគេច្រឡំលេខទេបងព្រោះវាមិនអាចទៅរួចទេព្រោះម៉ាក់ខ្ញុំទំទេមកមុនហ្នឹងថាគាត់ផ្ញើអីវ៉ាន់ផ្ញើនំចំណីយកមកឲ្យយើងអញ្ចឹងខ្ញុំគិតថាគេច្រឡំលេខប៉ុន្តែអារម្មណ៍យើងក៏នៅតែថាវាភ័យដែរភ័យហើយព្រោះគេអត់ស្គាល់ឈ្មោះសាច់ញាតិយើងអីគេដឹងថាខ្ញុំឃើញលេខហ្នឹងដាក់ថាកូនដាក់ថាអីចឹងទៅដល់ពេលហើយក៏នៅតែព្យាយាមទេទៅម៉ាក់ទេអត់ចូលទេទៅប៉ាក៏ទេអត់ចូលដល់ពេលបានមកសន្ទុះក្រោយឡើងទៀតក៏មានមិត្តភ័ក្ដិខ្ញុំខលមកនៅកពតមិត្តភ័ក្ដិនៅកពតគាត់ខលមកថាស្អីអើយគ្រូសាស្អីឯងជួបគ្រោះថ្នាក់ចរាចរណ៍ហើយខ្ញុំពេលហ្នឹងខ្ញុំលឺឲ្យចាប់ផ្ដើមភ័យទៅខ្ញុំសួរថាត្រូវធ្ងន់អីអត់អីអញ្ចឹងម៉ាក់ខ្ញុំមិនឲ្យប៉ាខ្ញុំមិនឲ្យគេគ្រាន់តែថាលបោស្រាលអីមកមើលគាត់តាមសម្រួលទៅគឺគេកុហកអត់គេហ៊ានប្រាប់យើងថាម៉ាក់យើងស្លាប់នេះទេអត់ហ៊ានប្រាប់ថាស្លាប់នៅកន្លែងកាត់ហេតុអីគេគ្រាន់តែប្រាប់ថាលបោស្រាលទេអញ្ចឹងមកតាមសម្រួលណាមកឡើងមកមើលគាត់មកឥឡូវមកគេនិយាយអញ្ចឹងណាខ្ញុំក៏អត់ទាន់បានទៅទេពេលហ្នឹងយើងកំពុងឲ្យជាប់ដៃរវល់ការងារនៅផ្ទះដែរតែពេលអញ្ចឹងស្រាប់មកសន្ទុះទៀតប្អូនទេមកចេញមកដល់ណាហើយចេញមកដល់ណាខ្ញុំថាពងរៀបចំខ្លួនចេញទៅហើយខ្ញុំសួរថាម៉ាក់មិនហើយគាត់ប្អូនខ្ញុំវាថាអត់អីទេម៉ាក់គាត់នៅលបោះអត់អីប្អូនខ្ញុំក៏អត់ហ៊ានប្រាប់ខ្ញុំដែរហើយតែខ្ញុំឮសលេងគេឆ្លើយមកពីក្រោយមកពេលហ្នឹងគេថា
អត់កើតទេបញ្ជូនទៅវៀតណាមទៅអត់កើតទេទុកទៀតអត់កើតទេបញ្ជូនទៅវៀតណាមមកចិត្តជាងពេញស្រាប់ខ្ញុំឆាប់ផ្ដើមឮពាក្យហ្នឹងខ្ញុំថាហាមិនថាម៉ាក់របស់ស្រាលហេតុអីក៏ឮសលេងមានអ្នកឲ្យបញ្ជូនទៅវៀតណាមទៅដោយសារកពតវាជាប់វៀតណាមវាចិត្តជាងមកពេញចាយពេល1ម៉ោងអីដល់អញ្ចឹងខ្ញុំចាប់ផ្ដើមភ័យខ្លួនហ្មងពេលហ្នឹងខ្ញុំសួរបងអូនខ្ញុំថាម៉ាក់កើតអីអត់បងអូនថាអត់អីទេឡើងមកតាមសម្រួលមកឲ្យគេជូនមកអញ្ចឹងចាពេលហ្នឹងទៅតាមផ្លូវក៏អត់ទាន់ដឹងថាម៉ាក់ស្លាប់ដែរតែពេលទៅដល់នេះស្រាប់ឃើញម៉ាក់គេងនៅលើខែហើយយាយខ្ញុំអាយុ8ជាងអង្គុយយំមកឈុំម្នាក់ហើយគេដាក់ទៀនផ្លុងនៅមុខជើងតែហ្នឹងខ្ញុំសឹងថាខ្ញុំទទួលយកអត់បានទេសឹងថាដួលស្លាប់នៅហ្នឹងមកថាហេតុអីគេថាគ្រោះថ្នាក់ស្រាលទេរបួសស្រាលទេស្រាប់ទៅដល់ឃើញម៉ាក់ខ្ញុំគេងនៅលើខែគេយកភួយមកទៅ10ហើយយាយខ្ញុំអង្គុយយប់មកចំហៀងផ្ទះនឹងមុន1ម៉ោងមុននឹងឯងបងយើងសឹងថាយើងទទួលយកអត់បានដោយសារមុន1ម៉ោងទៅតែនិយាយគ្នាឡើងសប្បាយចិត្តហេតុអីក៏វាទៅជាអញ្ចឹងចុះនៅក្នុងកំឡុងពេលដែលមានបញ្ហាកើតឡើងហ្នឹងតើមានប្រមាណអ្នកដែលជួបបញ្ហាហ្នឹងគ្រោះថ្នាក់ចរាចរណ៍ហ្នឹងឬមួយក៏តាម៉ាក់ម្នាក់ទេឬមួយក៏មានគ្រួសារផ្សេងទៀតហើយបងចង់ដឹងតិចថានៅក្នុងកំឡុងពេលដែលមកប្រព្រឹត្តភ្នែកត្រឹមតែប្រមាណនាទីទេវាបានឆក់យកមនុស្សជាទីស្រឡាញ់ផនយើងទៅបាត់តើនៅក្នុងកំឡុងពេលហ្នឹងអារម្មណ៍យើងវាទៅជាបែបណាអាពិភពលោកមួយដែលស្រស់ស្រាយបំផុតវាប្រែទៅជាយ៉ាងណាដែរពេលហ្នឹងក្នុងឡានមានសមាជិក3នាក់ប៉ាខ្ញុំប្អូនខ្ញុំហើយនិងម៉ាក់ខ្ញុំពេលដែលខ្ញុំបានទៅដល់ផ្ទះឃើញសភាពហ្នឹងហើយវាពិភពលោកវាក្លាប់ចាស់វាទៅជាខ្មៅងងឹតទាំងអស់ហើយខ្ញុំម្នាក់ឯងជាមួយនឹងបងប្អូនខ្ញុំឡើងពីពេញនេះទៅដល់ហើយសាច់ញាតិធម្មតាបងប្អូនអ៊ីអ៊ុំអីគាត់នៅខេត្តផ្សេងគេអត់ទាន់ឡើងមកដល់ទេអញ្ចឹងទៅដល់គឺឃើញតែម៉ាក់ខ្ញុំគេនៅលើខែយាយខ្ញុំអាយុ8ជាងអង្គុយមកខាងហើយខ្ញុំហេហាដឹងធ្វើអីពួកអីបងខ្ញុំត្រូវទៅមើលប៉ាសង្គ្រោះបន្ទាន់នៅពេទ្យប្អូនខ្ញុំក៏ត្រូវសង្គ្រោះបន្ទាន់ប៉ាក៏ត្រូវសង្គ្រោះបន្ទាន់អញ្ចឹងខ្ញុំពីរអ្នកបងប្អូនបងខ្ញុំចែកទៅពេទ្យខ្ញុំនៅផ្ទះម្នាក់ឯងអត់ដឹងថាធ្វើរកអាចារ្យមិនត្រូវទៅណាធ្វើអីអត់ដឹងទាំងអស់គឺហើយយើងអារម្មណ៍យើងសឹងថាដួលស្លាប់ហើយពេលហ្នឹងវាពិបាកក្នុងការទទួលយកខ្លាំងមែនតើបងចង់នឹងតិចតើតូនជាមួយនឹងនៅពេលដែលរាំងសីបានទៅដល់កន្លែងតើមានបានទៅដល់កន្លែងកើតហេតុអត់ឬមួយក៏នៅពេលដែលជួបម៉ាក់ហ្នឹងគឺពេលដែលគេយកម៉ាក់មកដល់ផ្ទះហើយនៅពេលដែលយើងឃើញជាមួយនឹងសពម៉ាក់តែម្ដងតើយើងមានអីដែលដក់ជាប់នៅក្នុងខួរក្បាលឬមួយក៏នៅក្នុងចិត្តយើងដែលយើងអត់អាចបំភ្លេចបានរហូតមកដល់ពេលនេះខ្ញុំចាំច្បាស់គឺថ្ងៃហ្នឹងខ្ញុំត្រូវដេកនៅកំដរសពម៉ាក់ខ្ញុំម្នាក់ឯងដោយសារអត់មានសាច់ញាតិណាអត់មកដល់ទេហើយបងខ្ញុំត្រូវទៅពេទ្យមើលប៉ាសង្គ្រោះបន្ទាន់ហើយខ្ញុំក៏ត្រូវពេទ្យគេប្រាប់ថាប៉ាក៏អត់សូវស្រួលដែរមិនម៉ែទៅពេទ្យមើលប៉ាឲ្យទាន់នឹងខំប៉ាម្នាក់ទៀតពេលហ្នឹងក៏ទៅពេទ្យផងរត់ទៅពេទ្យត្រូវបានគេជូនទៅពេទ្យទៅមើលប៉ានៅសង្គមផ្ទាន់នៅពេទ្យផងរត់មកមើលសពម៉ាក់នៅកំដរសពម៉ាក់ពេលថ្ងៃហ្នឹងគឺកំដរសពម៉ាក់ម្នាក់ឯងទំមទៅថាអ៊ីអ៊ុំបងប្អូនឡើងពីខេត្តមកវាពិបាកទួយកដែរបើគិតទៅមកដល់ឥឡូវ4ឆ្នាំប៉ុន្តែអត់មានថ្ងៃណាដែលខ្ញុំភ្លេចគ្មានមួយវិនាទីណាដែលខ្ញុំភ្លេចទេចង់នឹងតិចតើតូនជាមួយនឹងសមាជិកគ្រួសារផងយើងតើមានបញ្ហាតែម៉ាក់មួយទេដែលបានបាត់បង់ជីវិតឬមួយក៏ហើយឥឡូវហ្នឹងស្ថានភាពផនប៉ាហើយនឹងប្អូនយ៉ាងណាដែរកាប់បាត់បង់ហ្នឹងបាត់បង់តែម៉ាក់មួយទេហើយប៉ាហើយប្អូនលពោះធ្ងន់ដល់ឥឡូវបើគិតទៅគាត់ធម្មតាគាត់អាយុ60ជាងហើយវាអាចដូចត្រឡប់ទៅក្មេងវិញដូចដើមទេទោះបីព្យាបាលជាក៏ដោយក៏វាមិនអាចទៅដូចដើមដែរសុខភាពមួយថ្ងៃកាត់មួយថ្ងៃកោហើយបច្ចុប្បន្នប៉ាហើយប្អូនក៏អត់ទាន់ដោះដែកចេញពីខ្លួនដែរអូខេចុះចង់ដឹងតិចតើតូនជាមួយនឹងបញ្ហាដែលបានកើតឡើងហ្នឹងតើជាបញ្ហាអីមួយដែលធ្វើឲ្យរហូតដល់ថ្នាក់បាត់បង់ជីវិតសមាជិកគ្រួសារផងយើងហើយតើអាគ្រោះថ្នាក់ហ្នឹងដែលបានកើតឡើងហ្នឹងវាធ្ងន់កម្រិតណាដែរនិយាយទៅគឺគេបើកលឿនវ៉ាចេងគេបើកលឿនវ៉ាចេងមកបុក
ឡានម៉ាក់ខ្ញុំពីមុខតែម្ដងហើយទាំងដែលខាងយើងបើកស្ដាំដៃហើយយឺតហើយពេលហ្នឹងមេឃកំពុងភ្លៀងទៀតតែគេនៅតែបើកលឿនវ៉ាចេង អូខេអញ្ចឹងមានន័យថាគ្រោះថ្នាក់ចរាចរណ៍កើតឡើងហ្នឹងគឺដោយសារតែមកពីការវាយចែងគ្នារហូតដល់ឈានចូលមកដល់ប៉ះយើងផ្ទាល់តែម្ដងហើយធ្វើឲ្យឡានយើងក៏ដូចជាសមាជិកគ្រួសារផងយើងគឺបាត់បង់ម្នាក់គឺម៉ាក់ដែលជាទីស្រឡាញ់បំផុតនឹងតែម្ដង ចា៎ ចង់ដឹងថាតើសម្រាប់រាំងសីផ្ទាល់តែម្ដងអឺម៉ាក់ប៉ាហើយនិងប្អូនគឺជាមនុស្សយ៉ាងណាដែរសម្រាប់គ្រួសារយើងហើយយើងគិតថាគាត់ជាមនុស្សយ៉ាងណាសម្រាប់សង្គមទាំងមូលតែម្ដងណា សម្រាប់ខ្ញុំម៉ាក់ប៉ាខ្ញុំគឺជាមនុស្សដែលមានព្រហ្មវិហារធម៌បំផុតខ្ញុំហ៊ាននិយាយចឹងរហូតដល់ខ្ញុំមានក្តីស្រមៃថាបើជាតិខូចមានពិតខ្ញុំសុំកើតជាកូនគាត់ទៀតដោយសារគាត់ជាមនុស្សដែលមានព្រហ្មវិហារធម៌ខ្ញុំធំដឹងក្តីមកដោយគាត់ប្រាប់ថាស្មោះត្រង់សច្ចៈទៀងត្រង់កូនជីវិតយើងនឹងអត់សយុទ្ធទេដល់ខ្ញុំនិយាយធំដល់នេះ ខ្ញុំមិនដែលស្គាល់រសជាតិទៅស្ងោរបង្ទាកូនឬក៏ស្ងោរអីម៉ាក់អត់ឲ្យធ្វើទេគាត់អ្នកធោះអានិយាយខ្លីទៅក៏គាត់អ្នកសំធោះអាសំសិលអញ្ចឹងណាហើយហេតុអីក៏ខ្ញុំជួបរឿងហ្នឹងហើយបើនិយាយពីការស្រឡាញ់កូនវិញគាត់អត់ដែលគិតពីខ្លួនឯងទេផ្ទះខ្ញុំមានដើមជពូមួយដើមនៅមុខផ្ទះពេលខ្ញុំទៅពីម្ពិញទៅលេងអញ្ចឹងខ្ញុំបេះជពូបេះអត់ដល់ឡើងលើដើមគាត់ហៅយើងចុះមកវិញហើយចុះមកថាគាត់អ្នកឡើងវិញទាំងតែគាត់អាយុ60ហើយគាត់អ្នកឡើងដើមនឹងវិញហើយថាម៉ាក់ឡើងតែខ្ញុំពួកខ្ញុំឡើងគាត់ថាអញចាស់ហើយម៉ាក់ចាស់ហើយម៉ាក់បូធ្លាក់អីមិនម៉ាអីអញចាស់ហើយពួកហែងក្មេងៗអនាគតនៅវែងឆ្ងាយមានបញ្ហាអីកុំឲ្យប៉ះពាល់ដល់អនាគតកូនអញចាស់អញអត់អីទេគាត់អារម្មណ៍គាត់នៃការស្រឡាញ់កូនគឺវាអញ្ចឹងហើយខែបនទៀនអីអញជូនលុយជូនកាក់អីក៏អត់ដែរយកដែរគាត់និយាយតែមួយម៉ាត់ទេបាច់ជូនម៉ែមានហើយសួរថាគាត់អ្នកមានលុយមិនមែនអ្នកមានលុយអីទេគាត់ចង់ឲ្យយើងសំលុយហ្នឹងគាត់ថាសំលុយកូនទិញផ្ទះទិញអីគួរឲ្យមកនៅពេញ4 10 20ឆ្នាំមកកុំឲ្យអត់មានផ្ទះនៅគេមើងងាយកូនអញ្ចឹងសំទៅម៉ែនៅនេះស៊ីអត់ស៊ីឃ្លានមិនក៏បានដែរបើគាត់សួរថាគាត់មានអីអត់ទេព្រោះប៉ាក៏ជាប៉ូលីសមួយរូបដែរគាត់មន្ត្រីចូលនិវត្តន៍ជាប៉ូលីសដែរអញ្ចឹងភ័ក្រនិវត្តន៍នៃប្រាក់ចូលនិវត្តន៍របស់គាត់វាខ្ទង់ប្រហែលជា300-400នឹងឯងជំនាន់ហ្នឹងអញ្ចឹងគាត់ចាយគាត់ថាពីអ្នកប្តីប្រពន្ធគាត់ប៉ុណ្ណឹងគាត់ចាយគ្រប់ហើយអញ្ចឹងមិនបាច់ឲ្យម៉ែទេសំទុកទិញផ្ទះទិញអីទៅកូនសម្រាប់ខ្ញុំគឺគាត់អត់ដែលគិតពីខ្លួនឯងទេគាត់គិតតែពីកូនហើយកូនមាន3នាក់គាត់ស្រឡាញ់ស្មើគ្នាអញ្ចឹងគាត់ជាមនុស្សដែលមានព្រហ្មវិហារធម៌បើថាគាត់ផ្ញើអីវ៉ាន់អីមកឲ្យកូនអញ្ចឹងគឺគាត់ដាក់ជា3ចំណែកតាមឡានហ្នឹងគឺត្រូវតែដាក់3ចំណែកកូនស្មើគ្នាមានប៉ុណ្ណាប៉ុណ្ណឹងដូចគ្នាអានេះជាចរិតរបស់គាត់ហើយប៉ាក៏ជាប៉ូលីសហើយក៏ជាគ្រូបង្រៀនក្រៅម៉ោងដែរសម្បីតែរាល់ថ្ងៃហ្នឹងក៏គាត់ទៅបរៀននៅវិទ្យាល័យនៅស្ថាប័នរដ្ឋហ្នឹងបរៀនស្ម័គ្រចិត្តបង្រៀនគាត់ជាមនុស្សបែបហ្នឹងអញ្ចឹងមានន័យថាទាំងម៉ាក់ហើយនិងទាំងប៉ាក៏ដូចជាប្អូនហ្នឹងគឺមានន័យថាគឺជាចំណែកមួយយ៉ាងល្អមែនទែននៅក្នុងសង្គមគឺការជួយសង្គមច្រើនមែនទែនហើយក៏ជាមនុស្សម្នាក់ដែលមានព្រហ្មវិហារធម៌ដែរប៉ុន្តែបែរទៅជាជួបជាមួយនឹងបញ្ហាបែបហ្នឹងបងឃើញទាំងសីបានលើកឡើងតាក់ទងជាមួយនឹងបញ្ហាគ្រួសារតាក់ទងជាមួយនឹងសេដ្ឋកិច្ចផុនគ្រួសារម៉ាក់ប៉ាអត់ចង់ឲ្យយើងមានការចំណាយច្រើនឬមួយក៏ចេះសន្សំចៃអញ្ចឹងទៅប៉ុន្តែសួរថានៅពេលដែលក្នុងកំឡុងពេលដែលក្រោយពេលដែលមានបញ្ហាកើតឡើងមួយនេះនៅក្នុងគ្រួសារផុនយើងតើផ្ទះផុនយើងនៅក្នុងផ្ទះផុនយើងវាคล้ายទៅជាស្ថានភាពបែបណាដែរហើយនៅក្នុងកំឡុងពេលដែលបាត់បង់សមាជិកហើយប៉ាក៏មានបញ្ហាប្អូនក៏មានបញ្ហាទៀតសួរថាតើសេដ្ឋកិច្ចផុនយើងទាំងផ្លូវចិត្តទាំងសេដ្ឋកិច្ចហើយនឹងការសង្កត់សង្កិនហ្នឹងតើវាមានទៅជាបែបណាដែរនៅក្នុងកំឡុងពេលហ្នឹងបងនិយាយជាហងៃនេះផ្ទះវាឡើងជាផ្ទះហើយសឹងថាឡើងចង់ទៅផ្ទះតែម្ដងហើយបងប្អូនពីមុនមកឲ្យជុំគ្នាអញ្ចឹងណាសប្បាយដល់បុណ្យទានអីចឹងធ្វើពិធីជួបជុំគ្នាហើយនាំគ្នាទៅដើរលេងញ៉ាំអីជុំគ្រួសារតែឥឡូវវាឡើងជាផ្ទះហើយវាឡើងជាកន្លែងកក់ក្ដៅដូចមុនហើយផ្ទះពេលខ្លះចាក់សោចោលទេតែមានអ្នកនៅហើយពូសមាជិកផ្ទះធម្មតាប៉ាក៏គាត់ឈឺអញ្ចឹងក៏គាត់អត់សូវនៅផ្ទះដែរគាត់ទៅនៅចកាទៅបានអ្នកក្បែរនឹងជួយមើលថែខ្លះអីចឹងទៅអញ្ចឹងផ្ទះទាំងមូលហ្នឹងគឺចាក់សោចោលទេវាឡើងជាផ្ទះតទៀតហើយពួកខ្ញុំក៏លែងដែរសូវទៅដែរតើមានពិធីបុណ្យទានអីចឹងបានយូរទៅមិនមែនដូចលើកមុនសៅទឹកនឹកឃើញទៅផ្ទះសៅទឹកនឹកឃើញទៅផ្ទះទេ
មានចឹងឯង តែមានជួបបញ្ហាសេដ្ឋកិច្ចអីក្រោយពេលដែលគ្រួសារយើងមានបញ្ហាអត់ហើយតើវាបានបន្សល់អីគេខ្លះដូចជាឧទាហរណ៍ថាតើយើងមានបញ្ហាទាក់ទងជាមួយនឹងបំណុលអត់នៅពេលដែលយើងព្យាយាមព្យាបាលម៉ាក់ឬមួយក៏ព្យាយាមព្យាបាលប្អូនហើយនិងប៉ាចាបើនិយាយពីសេដ្ឋកិច្ចគឺប៉ះពាល់ខ្លាំងទីមួយយើងខាត់បង់ទ្រព្យសម្បត្តិទាំងអស់ហើយយើងត្រូវព្យាបាលប៉ាផងប្អូនផងហើយធ្វើពិធីបុណ្យសពនឹងអស់មិនតិចទេហើយជាពិសេសប៉ាសង្ឃុំមិនទាន់រាប់ខែនៅភ្នំពេញនេះទៀតវាអស់ចំណាយចូលខ្ទង់10000អញ្ចឹងគ្រួសារយើងវាសឹងថាធ្លាក់ទៅដល់បាតវាសឹងថាធ្លាក់ដល់ក្រុមសូនទៅទៀតវាមិនតែមិនសូនវាចូលលក្ខណៈក្រុមសូនអីតែពេលហ្នឹងស្អីក៏អាចលក់បានគឺលក់ទាំងអស់ដើម្បីឲ្យអ្នកនៅរស់បានជាស្អីដែលអាចលក់បានគឺលក់ទាំងអស់ ប៉ុន្តែយើងអត់មានបានសំណងពីជនបង្កហេតុទេ ឥឡូវនៅគេបង បងចង់ដឹងតិចតាក់ទងជាមួយនឹងនៅក្នុងកំឡុងពេលដែលយើងមានបញ្ហានឹងជាមនុស្សម្នាក់ដែលយើងអត់មានបញ្ហាអីកើតឡើងទេនៅក្នុងខ្លួនផងយើងហើយយើងឃើញថានៅពេលដែលទទួលគ្រួសារយើងមានបញ្ហាអញ្ចឹងសួរថាតើយើងអាចឆ្លងកាត់ពីមួយថ្ងៃទៅមួយថ្ងៃនឹងបានដោយរបៀបណាគេហៅថារាត្រីមួយដែលឈឺចាប់បំផុតនឹងបានដោយរបៀបណាដែរ បើគិតដល់ថ្ងៃនេះមិនសួរថាឆ្លងផុតនៅអត់ផុតទេពេលខ្លះនៅដេកយល់សពនៅគេងយល់សពហើយយំទាំងកណ្ដាលយប់មកយប់ទៅភ្លឺក៏មានដែរពេលដែលយើងយល់សពឃើញម៉ាក់យើងមកលេងឬក៏ម៉ាក់យើងមកសួរសុខទុក្ខអីពេលខ្លះគឺយើងអត់ទាន់បានធ្វើចិត្តបានតែមួយសប្តាហ៍ថ្ងៃនេះវាមិនមែនប្រើពេលមួយថ្ងៃពីរថ្ងៃមួយឆ្នាំពីរឆ្នាំចប់ទេគឺវាពេញមួយជីវិតព្រោះមនុស្សបាត់បង់លែងជួបគ្នាតទៀតហើយអញ្ចឹងវាសួរថាធ្វើចិត្តបាននៅគឺអត់ទេអត់ទាន់ធ្វើចិត្តបានអីនៅឡើយទេពេលខ្លះដេកយំយប់ឡើងជាពិសេសសំបីតែពីមុនឈឺល្មមគឺរត់ទៅផ្ទះហើយព្រោះគិតថាមានម៉ាក់មើលថែយ៉ាងអត់ណាក៏មានអ្នកដាំបបរឲ្យយើងញ៉ាំគេងតែម៉ាក់មើលថែតែឥឡូវនេះទោះបីថាឈឺក៏ហ៊ានឈឺដែរសុខចិត្តវាទៅមិនក៏វាដែរព្រោះយើងគាត់ថាយើងឈឺយើងអត់មានបងឯងទេយើងអត់មានអ្នកមើលថែយើងទេវាដល់កម្រិតមួយដល់ថ្នាក់នឹងវិញ អូខេតាក់ទងជាមួយនឹងបញ្ហាមួយនេះបើសិនជាអ្វីដែលរាំងសីចង់និយាយទៅកាន់ podcast មួយនេះទៅកាន់មនុស្សម្នាក់ដែលបានបង្កនៅគ្រោះថ្នាក់ចរាចរណ៍កាត់ឡើងទៅលើគ្រួសារផងយើងហើយគាត់ព្យាយាមគេចវេះមិនទទួលយកនៅកំហុសរបស់គាត់ហើយបានធ្វើការបើកបរដោយខ្វះការប្រុងប្រយ័ត្នខ្លាំងមែនទែនតើរាំងសីចង់និយាយអ្វីទៅកាន់ពួកគាត់ដែរ អ្វីដែលខ្ញុំចង់និយាយថាការធ្វើប្រហែសរបស់អ្នកឯងការខ្ជិះខ្ជាយរបស់អ្នកឯងបង្កើននៃការឈឺចាប់របស់គ្រួសារគេមិនមែនមួយថ្ងៃគឺមួយជីវិតពេញមួយជីវិតគ្រួសារគេទោះបីអ្នកខ្លះគេអត់មានលុយអត់មានកាក់អីក៏ដោយតែគេចង់រស់នៅជាមួយជួបជុំក្រុមគ្រួសារប៉ាម៉ាក់បងប្អូនគេរស់នៅដោយស៊ីអត់ស៊ីឃ្លានមិនក៏ដោយក៏គេមានក្តីសុខជាងបាត់បង់សមាជិកគ្រួសារគេដែរហើយពាក្យដែលខ្ញុំអាសាលើគេនិយាយជាងគេតែខ្ញុំមិនពេញចិត្តខ្ញុំនិយាយឲ្យខ្លាញ់ក៏ខ្ញុំអត់ទទួលយកនោះគឺគេនិយាយថាគ្មានអ្នកណាចង់ឲ្យកើតទេរឿងអស់ហ្នឹងមានណាគេចង់ឲ្យកើតបើចង់អត់ចង់ឲ្យកើតទង្វើត្រូវធ្វើឲ្យដូចមាត់ដូចករណីខ្ញុំហេតុដូចខ្ញុំអញ្ចឹងខ្ញុំឧទាហរណ៍ជាករណីខ្ញុំជិះម៉ូតូទៅធ្វើការទៅអីខ្ញុំអត់ដែរហ៊ានជិះគៀកគេពេកទេអត់ដែរហ៊ានជិះគៀកឡានគេទំនើបទេពួកអីខ្ញុំខ្លាចទេមានឧបសគ្គអីមួយមកខ្ញុំជន់ព្រាំងចាប់ព្រាំងអត់ទាន់ទៅប៉ះពីឡានគេខ្ញុំអត់មានលុយសងអានេះមាត់នឹងទង្វើវាត្រូវតែព្រមគ្នាថាបើយើងអត់ចង់ចុះហេតុអីយើងបើកលឿនចុះហេតុអីយើងទៅញ៉ាំប៊ីយ៉ាញ៉ាំស្រាមុតបើកបោទៅអីហើយមកប្រើពាក្យថាអត់ចង់ប៉ុន្តែទង្វើវាផ្ទុយស្រឡះគ្នាអញ្ចឹងពាក្យនឹងគួរតែឈប់ប្រើទៅឈប់ថាគ្មានអ្នកណាចង់ប៉ុន្តែទង្វើអត់ព្រមឲ្យវាស្របគ្នា ទទួលស្គាល់នៅពេលដែលយើងគិតថាគ្មាននរណាគេម្នាក់ចង់ឲ្យមានបញ្ហាកើតឡើងនៅក្នុងជីវិតខ្លួនឯងហើយក៏ជីវិតអ្នកដទៃប៉ុន្តែយើងត្រឡប់ទៅក្រោយវិញបន្តិចនៅពេលដែលយើងនិយាយថាមិនចង់ឲ្យមានការកើតឡើងក្រោយពេលកើតឡើងហើយសួរថាតើយើងបានបន្ថយល្បឿនអត់យើងបានប្រុងប្រយ័ត្នអត់យើងបានគិតអំពីសុវត្ថិភាពខ្លួនឯងឬក៏អ្នកដទៃអត់ពេលខ្លះយើងនៅក្នុងឡានប៉ុន្តែយើងអត់បានដឹងថាតើអ្នកនៅក្រៅដែលជិះម៉ូតូឬមួយក៏ជិះឡានដូចគ្នាវានឹងមានផលប៉ះពាល់អីគេខ្លះទេ ពួកខ្ញុំឃើញពាក្យច្រើនអ្នកបកច្រើនដែរវាចែងលឿននិងស្វឹងហើយចូលចិត្តប្រើពាក្យថាគ្មានអ្នកណាចង់ប៉ុន្តែបើមិនចង់ហេតុអីយើងត្រូវមុនបើកបោះយើងទៅញ៉ាំប៊ីយ៉ាឲ្យស្វឹងហើយទោះបីអ្នកខ្លះមានគេខ្វាត់ថាកុំទៅស្វឹងហើយអត់អីទេប្រើពាក្យអត់អីទេតែដល់ពេលបកហេតុហើយតាំងប្រើពាក្យសាថាគ្មានអ្នកណាចង់
ហ្នឹងហើយតាក់ទងជាមួយនឹងពាក្យថាមិនអីទេនៅក្នុងការបើកបរនៅពេលដែលគាត់ស្វឹងហើយបើសិនជាទាំងស្អីឃើញអ្នកណាម្នាក់ដែលគាត់បើកបរអឺលើសចំណោះឬមួយក៏គេហៅថាល្បឿនលឿនជាទីបំផុតហ្នឹងណាហើយអ្នកខ្លះទៅក៏គាត់បានប្រើប្រាស់គ្រឿងស្រវឹងមុនពេលបើកបរហ្នឹងហើយគាត់តែងតែប្រើពាក្យថាអត់អីទេគាត់អាចគ្រប់គ្រងខ្លួនឯងបានឬក៏គាត់អាចគ្រប់គ្រងអារម្មណ៍ខ្លួនឯងបានតើទាំងស្អីមានអារម្មណ៍បែបណាចំពោះមនុស្សទាំងអស់នោះដែលគាត់តែងតែប្រើពាក្យនេះ និយាយត្រង់ខ្ញុំថាមនុស្សបែបនេះគួរឲ្យស្អប់ខ្ពើមខ្ញុំស្អប់ណាស់សូម្បីតែមិត្តភក្តិខ្ញុំក៏ដោយកុំឲ្យញ៉ាំពយាហើយរៀងដើរអត់សូវត្រង់ផ្លូវនិយាយលែងសូវដឹងអីហើយឡើងទៅរកបើកបោហើយយើងខ្វាត់ថាកំទៅស្រវឹងហើយខ្លាចបកកគ្រោះថ្នាក់អីហ្នឹងអត់អីទេខ្ញុំប្រាប់ត្រង់សូម្បីតែបុគ្គលហ្នឹងជិះឡើងជិះឡានជាមួយខ្ញុំអត់ឡើងជិះដែរខ្ញុំថាអត់ទៅទេហើយបើនៅទៅទៀតមិនរាប់អានអញជាមិត្តទេខ្ញុំតែនិយាយភាសាហ្នឹងព្រោះខ្ញុំអត់សប្បាយចិត្តក្នុងការអញ្ចឹងទេទោះបីគាត់មិនបានទៅបកកដល់គេជួនកាលគាត់បកកខ្លួនឯងក៏យើងមានអារម្មណ៍ថាយើងខុសដែរចំណែកមួយខុសដែរហើយហេតុអីបើយើងអត់ចង់យើងហើយអ្នកខ្លះទៀតគាត់និយាយថាចេះតែខ្លះក៏អត់ចង់ដែរតែបើកបោវាតែមានថ្ងៃខ្លះអារម្មណ៍អត់មូលអារម្មណ៍អត់ល្អខ្ញុំលើកជាឧទាហរណ៍ផ្ទាល់ខ្លួនខ្ញុំចាស់ថ្ងៃខ្លះមនុស្សយើងមានមែនថ្ងៃដែលយើងអារម្មណ៍អត់មូលអត់ល្អអត់មានសមាធិខ្ញុំប្រើវិធីសាស្ត្រដល់ខ្ញុំជិះតាក់ស៊ីឬក៏ជិះតុកជិះផាសស្អាប់ បាទ ខ្ញុំអត់បើកខ្លួនឯងទេថ្ងៃណាមួយដែលខ្ញុំអារម្មណ៍អត់សូវល្អអត់សូវមូលគឺខ្ញុំអត់បើកខ្លួនឯងទេខ្ញុំសុខចិត្តជ្រើសរើសជិះសេវាកម្មគេ ហ្នឹងហើយ ដោយយើងអត់សូវមានស្មារតីអញ្ចឹងឲ្យឈប់ទៅឈប់ប្រើថាអត់មានអ្នកណាចង់ទេគ្មានអ្នកណាចង់ឲ្យវាកើតទេវាអចេតនាអញ្ចឹងបើអត់ចង់គឺត្រូវទង្វើឲ្យវាព្រមគ្នាផងកុំឲ្យអត់ចង់ហើយឡានមានប្រមាណជាន់នឹងអស់កុងទ័រហើយមុនញ៉ាំហើយមុនបើកបោផឹកហើយឡានជួនកាលអត់ឆែកមើលទេ ហើយករណីអាដាច់ប្រាំងអីនេះក៏ញឹកញាប់ដែរឡានចាស់មុំអត់ទៅឆែកមើលឲ្យទេហើយច្រើនកហើយគ្មានណាគេចង់តែធ្វើប្រហែសខ្ជិះខ្ជាមមិនខ្វល់យកមិនខ្វល់ពីអាយុជីវិតអ្នកដតីដោយយល់ថាវាមិនអីហើយខ្ញុំក៏ចង់និយាយដែរអារម្មណ៍ពិតរបស់ខ្ញុំថ្ងៃហ្នឹងខ្ញុំក៏ចង់និយាយដែរថាខ្ញុំចង់ឃើញយើងកែប្រែច្បាប់ចរាចរណ៍ព្រោះវាមានអារម្មណ៍ថាវាធូរលងពេកដោយសារច្បាប់ធូរលងពេកទៅមនុស្សអត់ខ្លាចរអាមនុស្សឲ្យមានខ្នាត់កណិតមួយថាឲ្យតែរត់រួចខ្លួនហើយយើងច្រើន 5000 10000 អីគឺរួចខ្លួនហើយបាទដោយសារតែគិតថា 5000 10000 មានតែ 5000 10000 ក៏អាចដោះស្រាយបញ្ចប់ក្តីបានហើយអញ្ចឹងរួចខ្លួនហើយចេញមកបើកបោធម្មតាបើយើងក៏លេចមើលច្បាប់គេបើសិនបកដល់អាយុជីវិតអញ្ចេះគឺគេដកបាត់បើកបោមួយជីវិតហើយហើយទោសធ្ងន់ណាស់ទោសគឺធ្ងន់ណាស់ហើយរត់កិច្ចនេះទៀតរត់តែធ្ងន់អញ្ចឹងខ្ញុំចង់ឃើញថាយើងមានការកែប្រែចំណុចហ្នឹងខ្ញុំនិយាយត្រង់ព្រោះដោយសារតែយើងធ្វើលងហ្នឹងដោយសារជីវិតមនុស្សវាអត់សូវមានតម្លៃតតែសោះពេលខ្លះគេបោះសំណងឲ្យយើងមិនស្មើនឹងសត្វឆ្កែគេទិញយកមកចិញ្ចឹមឆ្កែខ្លះទិញមកចិញ្ចឹមក៏$10000ជាងក៏មានដែរអញ្ចឹងអាយុជីវិតយើងមួយគឺអត់ស្មើនឹងសត្វចិញ្ចឹមមួយក្បាលផងដោយសារតែអញ្ចឹងឯងទៅបានជាមនុស្សអត់សូវមានការប្រុងប្រយ័ត្នទេដោយយល់ថាឲ្យតែមានលុយល្មម5000 10000ឯដោះក្តីនឹងចប់ហើយរួចហើយក្រុមហ៊ុនមួយទៀតក៏អញ្ចឹងដែរមិនមែនបដោតលើតែបុគ្គលក្រុមហ៊ុនក៏អញ្ចឹងដែរគួរតែមានច្បាប់ឲ្យតឹងរឹងជាមួយក្រុមហ៊ុនដូចគ្នាព្រោះក្រុមហ៊ុនក៏មានចំណែកខុសដែរឧទាហរណ៍ថាដូចករណីខ្ញុំយកតកង់មកអញ្ចឹងដោយសារតែការខ្ជិះខ្ជាដោយការធ្វើប្រហែសមិនខ្វល់របស់ម្ចាស់ដេប៉ូនឹងដូចគ្នាយកបុគ្គលអត់មានបានបើកបរឡាននឹងយកមកបម្រើការងារឲ្យក្រុមហ៊ុនរបស់ខ្លួនបម្រើឲ្យប្រយោជន៍របស់ខ្លួនអញ្ចឹងបុគ្គលនឹងក៏ចូលរួមសម្រាប់ដោយប្រយោជន៍ដូចគ្នាព្រោះតែភាពមិនខ្វល់មិនយកចិត្តទុកដាក់មិននេះនឹងហើយគិតតែពីប្រយោជន៍ខ្លួននឹងហើយយើងឃើញថាភាគច្រើនអ្នកដែលបើកបរនៅលើដងផ្លូវអាចនឹងថាដោយអ្វីដែលរាំងសេបានលើកឡើងអញ្ចឹងពេលខ្លះគាត់អត់ចេះបើកបរទេប៉ុន្តែគាត់បើកបរតាមគ្នាហើយក៏គាត់អត់មានបានបើកបរអីត្រឹមត្រូវដែរអញ្ចឹងហើយក្រុមហ៊ុនមួយចំនួនយើងអាចនិយាយថាមួយចំនួនតូចបានយកគាត់មកទាំងដែលធ្វេសប្រហែសមែនទែនទៅលើការបើកបរហ្នឹងនៅពេលដែលគាត់មានបញ្ហាកើតឡើងទៅលើអ្នកណាម្នាក់គាត់ចាប់ផ្ដើមរត់គេចអញ្ចឹងទៅហើយក្រុមហ៊ុនជាអ្នកចូលខ្លួនដើម្បីធ្វើការដោះស្រាយនៅបញ្ហាហ្នឹងហើយរឿងរ៉ាវគ្រប់បែបយ៉ាងគឺវានឹងដោះស្រាយទៅបានដោយធម្មតាហើយមួយទៀតអាចនិយាយថាយើងឃើញមានករណីមួយចំនួនបានកើតឡើងដូចគ្នាដែរដែលយើងគិតថាអូខេនៅពេលដែលដោះស្រាយបញ្ហាហើយប្រជាពលរដ្ឋយើងឬមួយក៏បងប្អូនខ្មែរយើងអាចនឹងភ្លេចនៅក្នុងរយៈពេលត្រឹមតែមួយអាទិត្យទៅពីរអាទិត្យអញ្ចឹងរឿងរ៉ាវអ្វីៗគ្រប់យ៉ាងនឹងត្រឡប់មកវិញដូចធម្មតាដោយសារតែយើងមានផ្នត់គំនិត
បែបនេះដោយសារតែយើងមានទស្សនៈបែបនេះហើយទើបធ្វើឲ្យពីមួយថ្ងៃទៅមួយថ្ងៃវាជ្រាបចូលទៅក្នុងគេហៅថាការគិតរបស់ប្រជាពលរដ្ឋយើងហើយទៅជាលែងមានអារម្មណ៍ថារឿងហ្នឹងជារឿងធំដុំជនរងគ្រោះគាត់រងគ្រោះបាត់បង់សាច់ញាតិគាត់ឈឺចាប់អត់តង់ហើយខ្ញុំក៏ចង់ឲ្យអាការដំណោះស្រាយក្តីហ្នឹងណាចង់ឲ្យមានការឲ្យវាពងលឿនយ៉ាងណាឲ្យវាលឿនជាងហ្នឹងព្រោះដូចករណីខ្ញុំវាចូល4ឆ្នាំអញ្ចឹងវារងគ្រោះវាផ្ទួនវាផ្ទួនអញ្ចឹងយើងឃើញថាកន្លងមកការដោះស្រាយតែតែមានភាពយឺតយ៉ាវចាអារងគ្រោះមកតង់ហើយការដោះស្រាយរងចាំជំងឺចិត្តហ្នឹងក៏យឺតយ៉ាវទៀតអញ្ចឹងបើយើងមានការកែប្រែចំណុចហ្នឹងបានក៏ល្អព្រោះសាច់ញាតិជនរងគ្រោះខ្ញុំការឈឺចាប់មិនមែនមួយថ្ងៃទេគឺមួយជីវិតអញ្ចឹងខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាគិតថានេះគឺជាបញ្ហាមួយដែលយើងគួរតែដោះស្រាយហើយបើសិនជាយើងចង់ឲ្យមានភាពជាវិជ្ជមានកើតឡើងនៅក្នុងសង្គមយើងបន្ថែមទៀតយើងគួរតែមានការផ្លាស់ប្ដូរនៅផ្នត់គំនិតមួយនេះដោយអ្វីដែលរង្សីបានលើកឡើងអញ្ចឹងយើងអាចឃើញអំពីបញ្ហាចោតនេះអញ្ចឹងហើយបានជាយើងព្យាយាមធ្វើជាកម្មវិធី podcast មួយដែលរៀបចំដោយស្ថានីយ៍ទូទួលមហាផ្ទៃយើងចង់ឲ្យមានការផ្លាស់ប្ដូរជាវិជ្ជមានដើម្បីឲ្យសង្គមរបស់យើងកាន់តែរីកចម្រើនទៅមុខទៀតហើយមានការកែប្រែទៅលើអ្វីដែលជាទម្លាប់មិនល្អផងដែរទៅលើគ្រប់ប្រព័ន្ធទាំងអស់តែម្ដងខ្ញុំអត់ចង់ឲ្យជនរងគ្រោះក្នុងនាមខ្ញុំជាជនរងគ្រោះហើយខ្ញុំជឿថាជនរងគ្រោះផ្សេងក៏មានអារម្មណ៍ដូចខ្ញុំដែរខ្ញុំអត់ចង់ឲ្យឈើប្រព័ន្ធផ្សព្វផ្សាយដើម្បីស្វែងរកយុត្តិធម៌ដើម្បីខ្លួនឯងចង់ឲ្យពេលដែលយើងកាត់ហេតុហើយយើងជួបរងគ្រោះហើយយើងត្រូវបានគេយកចិត្តទុកដាក់ត្រូវបានគេដោះស្រាយឲ្យយើងឲ្យស្ងប់ចិត្តឲ្យយើងជនរងគ្រោះនេះមានអារម្មណ៍ថាកក់ក្ដៅយើងគេមិនទុកយើងចោលកុំឲ្យយើងរងគ្រោះហើយយើងត្រូវដើរស្វែងរកយុត្តិធម៌ត្រូវរងចាំត្រូវគេទុកចោលត្រូវគេបំភ្លេចឬក៏ត្រូវអីអញ្ចឹងអារម្មណ៍ខ្ញុំជឿថាទាំងខ្ញុំទាំងគេគឺចង់បានភាពកក់ក្ដៅបែបហ្នឹងពេលមានរឿងហើយមានយ៉ាងអត់ណាដូចគេនិយាយថាមនុស្សដូចករណីភាពថាបាក់ទឹកចិត្តឲ្យមានគេទៅលួងលោមលើកទឹកចិត្តវាដូចគ្នាអញ្ចឹងថាយើងជួបរឿងទុកសោករកអយុត្តិធម៌ជួបបាត់បង់សាច់ញាតិហើយស្រាប់តែមានផ្នែកច្បាប់អាជ្ញាធរជីបខ្នងបង្អែកឲ្យយើងរឹងមាំមួយគឺយ៉ាងអត់ណាក៏យើងមានកម្លាំងចិត្តខ្លះតដែរកុំឲ្យថាមានបញ្ហាហើយវាកាន់តែបន្តការឈឺចាប់កាន់តែខ្លាំងទៀតព្រោះបើសិនជាមិនកាត់ឡើងលើអ្នកផ្សេងទេគ្មានថ្ងៃដែលគេយល់អំពីអារម្មណ៍របស់យើងទេត្រឡប់មកវិញរង្សីបងចង់ដឹងបន្តិចបើសិនជាក្នុងករណីថារង្សីមានរយៈពេល1ម៉ោងនៅក្នុងការដែលអាចជួបម៉ាក់របស់រង្សីលើកចុងក្រោយតែម្ដងណាតើរង្សីនឹងចង់និយាយអីទៅកាន់ម៉ាក់បើត្រឡប់ពេលវាទៅបានខ្ញុំនឹងនិយាយប្រាប់គាត់ថាមានជាតិក្រោយខ្ញុំសុំកើតជាកូនគាត់ហើយខ្ញុំនឹងសុំទោសគាត់ខ្ញុំមានវិបដិសារីចំនួន2ក្នុងជីវិតខ្ញុំដែរសប្តាហ៍ថ្ងៃនេះវិបដិសារីហ្នឹងគឺម៉ាក់ពេលហ្នឹងគាត់សុំកាត់តបភ្នែកគាត់ថាម៉ាក់ចង់កាត់តបភ្នែកខ្ញុំក៏បដិសេធនៅបំណងរបស់គាត់វិបដិសារីខ្ញុំគឺកន្លែងហ្នឹងខ្ញុំបដិសេធថាម៉ាក់ចាស់ហើយម៉ាក់ចង់ស្អាតទៅណាទៀតឲ្យពីណាគេមើលគាត់ថាម៉ាក់មិនចង់ស្អាតទេកូនតែតបភ្នែកម៉ាក់វារៀងធ្លាក់វាគ្របលើភ្នែកម៉ាក់វារៀងបាំងខ្ញុំបដិសេធមិនឲ្យគាត់ខ្ញុំថាម៉ាក់ចាស់ហើយម៉ាក់តបើមិនឈឺម៉ាក់ទៅយកឈើហុកធ្វើអីអានេះវិបដិសារីទី1វិបដិសារីទី2គឺម៉ាក់ប្របួរទៅលេងកំពង់សោមដោយសារខាងទៅយូរហើយកំពង់សោមគេអភិវឌ្ឍច្រើនហើយគាត់បានទៅលេងជាមួយគេអញ្ចឹងទៅឃើញវាស្អាតគាត់ថាកូនណារកពេលទៅលេងកំពង់សោមជុំគ្នាម្ដងឥឡូវស្អាតតាកូនខ្ញុំថាអូយម៉ាក់អើយខ្ញុំរវល់ថតចាំមើលពេលណាខ្ញុំទៅណែចាំឈ្នះទៅបានខ្ញុំស្ទាត់ទៅអើវិបដិសារី2ក្នុងឆាកជីវិតខ្ញុំដែលខ្ញុំធ្វើខុសចំពោះម៉ាក់គឺ2នឹងឯងបើត្រឡប់ពេលវេលាបានគឺខ្ញុំនឹងធ្វើគ្រប់យ៉ាងដែលគាត់ចង់ធ្វើហើយចំណាយពេលទូការងារសំខាន់ប៉ុន្តែក៏ខ្ញុំទុកចោលសិនដែរហើយនេះក៏ខ្ញុំចង់ផ្ដាំទៅបងប្អូនទាំងអស់គ្នាកុំឲ្យស្ដាយក្រោយមានវិបដិសារីដូចខ្ញុំចំណាយពេលនៅជាមួយនឹងមនុស្សជាទីស្រឡាញ់ឲ្យបានច្រើនបំផុតព្រោះយើងអត់ដឹងថាយើងនឹងបាត់បង់សាច់ញាតិយើងនៅពេលណាម៉ោងណាគឺមើលអត់ដឹងទេពេលខ្លះមនុស្សកំពុងតែនិយាយគ្នា1ម៉ោងក្រោយបាត់គ្នាក៏មានដែរអញ្ចឹងបើមានពេលវេលាចំណាយនៅជាមួយពួកគាត់ឲ្យបានច្រើនទៅក្នុងឆាកជីវិតខ្ញុំគឺមានវិបដិសារីចំនួន2នឹងដែលនៅជាប់ខ្ញុំរាល់ថ្ងៃនឹងឯងយើងម្នាក់ៗសិតតែអត់ដឹងថាតើនៅពេលដែលយើងជួបគ្នាហើយ
វាអាចនឹងយើងបានជួបគ្នាម្ដងទៀតអត់ឬមួយក៏វាអាចនឹងជាការជួបគ្នាលើកចុងក្រោយតែពេលខ្លះសូម្បីតែការនិយាយពាក្យថាលាក៏អត់បានដែរពេលខ្លះសូម្បីតែការអោបគ្នាចុងក្រោយក៏អត់បានដែរអញ្ចឹងយើងអត់ដឹងថាតើអ្នកណាម្នាក់នឹងចាក់ចេញពីយើងនៅពេលណាថ្ងៃណាមួយទេអញ្ចឹងបើសិនជាអាចសង្ឃឹមថាអ្នកទាំងអស់គ្នានឹងចំណាយពេលជាមួយនឹងមនុស្សជាទីស្រឡាញ់របស់យើងទាំងអស់គ្នាឲ្យបានច្រើនបំផុតហើយកុំឲ្យបង្កើតនៅវិបដិសារីណាមួយកើតឡើងទៅលើខ្លួនឯងក៏ដូចជាក្រុមគ្រួសារអីពួកអីដោយសារអីបើសិនជាអ្នកទាំងអស់គ្នាមានវិបដិសារីមួយនោះហើយពាក្យថាវិបដិសារីគឺជាពាក្យមួយដែលយើងអត់អាចកែខៃបានមិនអាចត្រឡប់ទៅក្រោយបានហើយក៏មិនអាចនៅក្នុងការធ្វើអីមួយដើម្បីលុបលាងបានដូចគ្នាដែរអញ្ចឹងសង្ឃឹមថាមិនមែននិយាយនេះតាក់ទងជាមួយនឹងបញ្ហាទូទៅទេសូម្បីតែបញ្ហាគ្រោះថ្នាក់ចរាចរណ៍ក៏ដោយសង្ឃឹមថាអ្នកទាំងអស់គ្នានឹងបង្កើននៅការប្រុងប្រយ័ត្នយ៉ាងខ្ពស់បំផុតនៅក្នុងការបើកបរហើយមិនចង់ឲ្យអ្នកទាំងអស់គ្នាមានអារម្មណ៍ថាคล้ายទៅជាមនុស្សម្នាក់ដែលសង្គមស្អប់ខ្ពើមព្រោះពាក្យថានៅពេលដែលយើងបើកបរដោយប្រើប្រាស់គ្រឿងស្រវឹងគឺជាពាក្យមួយដែលលែងមានន័យថាអ្នកទាំងអស់គ្នាកំពុងតែលយហឺហាទៀតហើយវានឹងបង្ហាញអ្នកទាំងអស់គ្នាថាអ្នកទាំងអស់គ្នាគឺជាបុគ្គលមួយដែលមិនត្រូវបានគេសរសើរហើយត្រូវគេស្អប់ខ្ពើមនៅក្នុងសង្គមខ្មែរនាពេលបច្ចុប្បន្នហើយខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាមានផ្នត់គំនិតមួយនេះថាការបើកបរដោយប្រើប្រាស់គ្រឿងស្រវឹងមិនមែនជាការលយឆាយទៀតទេមិនមែនជាការបង្ហាញឲ្យឃើញថាខ្លួនឯងអស្ចារ្យទេប៉ុន្តែគឺជាទង្វើដែលគួរឲ្យស្អប់ខ្ពើមបំផុតហើយនឹងត្រូវបានចងចាំដោយប្រជាពលរដ្ឋទាំងមូលនៅក្នុងប្រទេសកម្ពុជាក៏ដូចជាប្រវត្តិសាស្ត្រមួយដែរថាអ្នកទាំងអស់គ្នាគឺជាឃាតករនៅលើដងផ្លូវអញ្ចឹងការជជែកវែកញែកពីបេះដូងមួយនេះពីវាគ្មិនកិត្តិយសផនយើងទាំងស្អីដែលគាត់បានជួបបញ្ហាកើតឡើងនៅលើគ្រួសារផនគាត់ហ្មងហើយខ្ញុំជឿថានេះគឺជាបញ្ហាមួយដែលជាសោកនាដកម្មមួយដែលគាត់នឹងគ្មានថ្ងៃភ្លេចតតែសោះហើយខ្ញុំជឿថាអ្នកបង្កគ្រោះថ្នាក់នោះក៏នឹងគ្មានថ្ងៃភ្លេចដូចគ្នាដែរដែលអ្នកបានបន្សល់នៅស្នាមរបួសយ៉ាងជ្រៅបំផុតជាងមហាសមុទ្រទៀតទៅដល់ជនរងគ្រោះអញ្ចឹងខ្ញុំជឿថាអ្នកទាំងអស់គ្នានឹងរស់នៅដែលមិនសុខទេនឹងមានអារម្មណ៍ថាវិបដិសារីខ្លាំងមែនតើដូចគ្នាដែរខ្ញុំជឿថាអ្នកខ្លះអាចនឹងអត់មានអារម្មណ៍ហ្នឹងឯងអ្នកខ្លះអាចគិតថាមកផ្លេតហ្នឹងនេះមែនតែចប់ទៅចប់ហើយប៉ុន្តែបើជនរងគ្រោះមួយជីវិតបាទជនរងគ្រោះសាច់ញាតិជនរងគ្រោះអាចនឹងទុកសោកមួយជីវិតប៉ុន្តែជនបង្កតាមមួយផ្លេតហ្នឹងអាចនឹងជួនកាលភ្លេចដើរសបាយស៊ីចាយធម្មតាដោយសារមិនមែនយើងជាអ្នកទទួលរងមិនបាត់បង់សាច់ញាតិមិនមែនជាអ្នកទទួលរងគ្រោះនឹងស្អីតាក់ទងជាមួយនឹងអ្វីដែលនឹងស្អីបានលើកឡើងតាក់ទងជាមួយនឹងថាខ្សែគប់មិត្តភ័ក្តិហើយបើសិនជាក្នុងករណីថាគេប្រើប្រាស់គ្រឿងស្រវឹងនៅក្នុងកំឡុងពេលបើកបរនឹងស្អីនឹងមិនជិះជាមួយឬមួយក៏យ៉ាងណាតើនៅក្នុងជីវិតយើងផ្ទាល់តែម្ដងមានបានជួបជាមួយអ្នកណាគេដែលគេផ្ដាច់ទំនាក់ទំនងជាមួយយើងដោយសារតែយើងអត់ចេះគ្រឿងស្រវឹងអត់បើនិយាយទៅមានគ្រាន់តែគេមិនផ្ដាច់ទាំងស្រុងតែគេអត់សូវហៅយើងទៅណាទៅណីទេពេលយើងគេឲ្យយើងញ៉ាំយើងថាយើងអត់ចេះអីចឹងគេថាអន់មែនគ្រាន់អញ្ចឹងអត់ចេះឯងចូលគេមិនចោះចូលគេមិនចោះទេអាហ្នឹងពាក្យដែលខ្ញុំជួបច្រើនខ្លាំងតែម្ដងសម្រាប់ខ្ញុំការដែលចេះញ៉ាំមិនមែនថាមិនឲ្យគេញ៉ាំទៅញ៉ាំឲ្យមានកម្រិតដែលយើងអាចគ្រប់គ្រងខ្លួនឯងបានហើយមិនមែនញ៉ាំដល់ជោគជាំដល់តែគេសែងដល់តែគេលីញ៉ាំដល់តែដើរលេងដឹងខុសត្រូវនិយាយលេងដឹងខុសត្រូវសម្រាប់ខ្ញុំអត់ថ្លៃថ្នូរទេនៅពេលដែលយើងអត់ចេះប្រើប្រាស់គ្រឿងស្រវឹងឬក៏អត់សូវចេះញ៉ាំគ្រឿងស្រវឹងគឺគេនឹងចាប់ផ្ដើមកាត់ទំនាក់ទំនងពីយើងគេគិតថាអន់ម៉េះឬមួយក៏គេយកអាគ្រឿងស្រវឹងហ្នឹងមកដាក់ជាមុខតែម្ដងហើយគេកាត់ផ្ដាច់យើងគេគិតថាយើងហ្នឹងមិនចូលចំណោមគេមិនចោះទេប៉ុន្តែយើងក៏ចង់បញ្ជាក់ទៅកាន់ទស្សនិកជនក៏ដូចជាមហាជនឲ្យបានដឹងថាពួកខ្ញុំទាំងអស់គ្នានៅក្នុងកំឡុងពេលនេះវ័យនេះពួកខ្ញុំដឹងថាតើរបៀបណាដែលពួកខ្ញុំអាចសប្បាយបានបើទោះបីជាមិនមានវត្តមានរបស់គ្រឿងស្រវឹងក៏ដោយក៏ខ្ញុំនៅតែអាចសប្បាយដែរបើសូម្បីជាខ្ញុំគ្រាន់តែជាការញ៉ាំទឹកក៏ខ្ញុំដឹងថានេះគឺជាការសប្បាយនិយាយគ្នាលេងក៏សប្បាយដែរអញ្ចឹងមិនមែនទាល់តែមានគ្រឿងស្រវឹងទើបអាចបង្កើតបរិយាកាសបានទេហើយខ្ញុំគោរពទៅតាមការសម្រេចចិត្តរបស់អ្នកទាំងអស់គ្នាថាបើសិនជាអ្នកទាំងអស់គ្នាចង់ប្រើប្រាស់គ្រឿងស្រវឹងក៏ខ្ញុំគោរពតាមប៉ុន្តែខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នាក៏នឹងគោរពទៅតាមគោលការណ៍ផងខ្ញុំដែលខ្ញុំជ្រើសយកការមិនពិសាគ្រឿងស្រវឹងដូចគ្នាដែរហើយបើអ្នកទាំងអស់គ្នាចង់ធ្វើការប្រម៉ូទឬមួយក៏ចង់ធ្វើការអីវាជាសិទ្ធិរបស់អ្នកទាំងអស់គ្នាប៉ុន្តែសម្រាប់ខ្ញុំអត់ចង់ខ្លាចទៅជាឃាតករនៅលើដងផ្លូវចូលរួមនៅក្នុងការធ្វើឲ្យអ្នកណាម្នាក់រងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍និយាយទៅយើងញ៉ាំទៅញ៉ាំឲ្យតែយើងគ្រប់គ្រងខ្លួនឯងបានហើយញ៉ាំមានកម្រិតមួយអញ្ចឹងទៅហើយបើថាយើងថាអូយើងត្រូវការសុបាយពេលយូរយើងដាក់ថាមកអស់ដៃគេជួយចិននិយាយដាក់អស់
យើងញ៉ាំហើយយើង booking taxi booking pass app ជិះទៅវាច ប្រើ ប់ ប្រាស់ រឿង សេវា ហើយ ណា ចា មួយដែលគេមានស្រាប់ ហើយបើយើងដឹងថាថ្ងៃហ្នឹងយើងជាអ្នកចូលចិត្តញ៉ាំចូលចិត្តសប្បាយថ្ងៃហ្នឹងយើងមិនបាច់បើកម៉ូតូទៅមិនបាច់បើកឡានទៅទេយើងជិះ taxi ហ្មងទៅយើងជិះ pass app ទៅហ្មងទៅគឺចប់ហើយគឺវាអត់មានជាបញ្ហាចោតអីទេ ត្រូវតាក់ទងជាមួយរឿងហ្នឹងគឺជាបញ្ហាមួយដែលពួកយើងមួយចំនួនភ្លេចគិតអំពីរឿងហ្នឹង ព្រោះសេវាកម្ម taxi សេវាកម្ម pass app ពេញស្រុកខ្មែរហ្នឹង បាទយើងភ្លេចគិតយើងគិតថាអូយើងត្រូវតែងខ្លួនស្អាតយើងត្រូវតែជិះឡានខ្លួនឯងដើម្បីទៅបង្អួតឬមួយក៏ទៅអីមួយពេលខ្លះមិនមែនបង្អួតទេតែយើងជាការភ្លេចខ្លួនតែម្ដងបាទដូចអញ្ចឹងវាទៅជាមានបញ្ហាកើតឡើងនិយាយអំពីរឿងគ្រោះថ្នាក់ចរាចរណ៍នេះបងទៅជាមានអារម្មណ៍ថាការដែលបងអញ្ជើញទាំងស្រីចូលរួមហ្នឹងគឺជារឿងមួយដែលរៀងខុសឆ្គងបន្តិចដោយសារតែវាជាការគោះកកាយអំពីការឈឺចាប់ដ៏មហិមាផងទាំងស្រីមកត្រឡប់មកវិញបន្ទាប់ពីយើងឃើញថាមានបញ្ហាកើតឡើងនៅលើបណ្ដាញសង្គមប្រហែលថ្ងៃមុននេះគឺផ្ទុះខ្លាំងមែនទែន អត់ទេបងសម្រាប់ខ្ញុំមិនមែនបងរីម៉ាញ់ខ្ញុំទេគឺរឿងហ្នឹងគឺវារំលឹកខ្ញុំជារៀងរាល់ថ្ងៃជារៀងរាល់យប់ហើយអញ្ចឹងមិនមែនខាងបងរីម៉ាញ់រឿងឈឺចាប់របស់ខ្ញុំទេការឈឺចាប់នេះគឺវាមាននៅក្នុងចិត្តខ្ញុំពេញមួយជីវិតមិនមែនតើបងរីម៉ាញ់បាននឹកឃើញទេគឺរាល់យប់ជួនកាលដូចខ្ញុំនិយាយពីមុនអញ្ចឹងថាគេខ្ញុំក៏មានដែរចាហើយអញ្ចឹងខ្ញុំក៏មានតាថាខ្ញុំសប្បាយចិត្តខ្ញុំអរគុណដែលកម្មវិធីអញ្ជើញខ្ញុំមកចែករំលែកនៃក្តីឈឺចាប់របស់ជនរងគ្រោះដែលខាងស្ថានីយទូរទស្សន៍ក្រសួងមហាផ្ទៃបង្កើតនៅកម្មវិធីមួយនេះមកខ្ញុំគិតថាខ្ញុំផ្ដល់អត្ថប្រយោជន៍ដល់អ្នកមើលចង់ចែករំលែកសម្រាប់អ្នកដែលគាត់ធ្លាប់ប្រព្រឹត្តទង្វើបែបហ្នឹងដែលញ៉ាំគ្រឿងស្រវឹងហើយទៅបើកបរប៉ុន្តែមិនទាន់បង្កគ្រោះថ្នាក់កុំទាន់សបាយកុំទាន់ជួនកាលហ្នឹងជាថ្ងៃល្អរបស់យើងជាថ្ងៃផុតគ្រោះថ្ងៃណាមួយវាសយវាអាចនឹងបង្កគ្រោះថ្នាក់ដល់គេអញ្ចឹងកុំទាន់សบายហើយបើសិនជាបានឃើញ podcast មួយនេះខ្ញុំសង្ឃឹមថាគាត់នឹងធ្វើការកែប្រែទៅវាអត់លយអត់អស់ចាអីទេដែលយើងផឹកស្វឹងហើយទៅបើកបរនោះសម្រាប់ខ្ញុំអ្នកជាមនុស្សដែលអន់បំផុតហើយគ្មានទំនួលខុសត្រូវទេមិនសមជាប្តីល្អឪពុកល្អជាពលរដ្ឋល្អទេខ្ញុំនិយាយអាក្រក់ស្ដាប់ចឹងតែម្ដងទៅយើងវាអត់អស់ចាអីទេបើអាចកែបានក៏កែទៅបើទង្វើកន្លងមកធ្វើបែបនេះកែបានកែទៅធ្វើជាពលរដ្ឋល្អជាគំរូជាប៉ាល្អជាប្តីល្អជាអីជាគំរូដល់សង្គមជាគំរូដល់ក្មេងៗក្រោយទៅដែលយើងតែងតែប្រើពាក្យថាបើសិនជាតបើមិនឈឺហើយកុំយកឈើរុកមានន័យថាបើសិនជាមិនទាន់មានបញ្ហាកើតឡើងទេកុំទៅព្យាយាមដើម្បីប្រើប្រាស់គ្រឿងស្រវឹងហើយបើកបរដើម្បីឲ្យមានបញ្ហាទាំងខ្លួនឯងផងទាំងគ្រួសារគេផងហើយបន្សល់នៅវិបត្តិសារីមួយដែលឈឺចាប់មែនតើខ្ញុំគិតថាអ្នកទាំងអស់គ្នានឹងអត់ដឹងឲ្យទំហំនៃការឈឺចាប់នេះទេបើសិនជាវាអត់កើតឡើងលើអ្នកទាំងអស់គ្នាអញ្ចឹងមិនចាំបាច់ឲ្យទំហំនៃការឈឺចាប់នេះធ្លាក់ទៅលើអ្នកទាំងអស់គ្នាទេគួរតែមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុតផងដែរអញ្ចឹងនេះគឺជាការសន្ទនាមួយដែលគិតថាវាអាចនឹងជាទស្សនៈល្អៗក៏ដូចជាផ្នត់គំនិតមួយដែលអាចឲ្យអ្នកទាំងអស់គ្នាធ្វើការផ្លាស់ប្ដូរនៅក្នុងសង្គមខ្មែរនាពេលបច្ចុប្បន្នព្រោះយើងអត់ចង់ឲ្យមានបញ្ហាគ្រោះថ្នាក់ចរាចរណ៍កើតឡើងទេហើយខ្ញុំជឿថាអ្នកទាំងអស់គ្នាប្រហែលជាសួរសំណួរទៅកាន់ខ្លួនឯងជារឿយៗថាហេតុអីបានជាយើងតែងតែជួបនៅបញ្ហាគ្រោះថ្នាក់ចរាចរណ៍កើតឡើងច្រើនមែនទែនតើពេលណាដែលយើងអាចដោះស្រាយនៅបញ្ហាទាំងអស់នោះបានហើយយើងប្រហែលជាអត់ចង់ឲ្យគ្រោះថ្នាក់នោះកើតឡើងទៅលើខ្លួនយើងក៏ដូចជាក្រុមគ្រួសារយើងទេអញ្ចឹងសង្ឃឹមថាអ្នកទាំងអស់គ្នានឹងផ្លាស់ប្ដូរនៅអេរិយាបថក៏ដូចជាផ្នត់គំនិតនៅក្នុងការរស់នៅដើម្បីឲ្យប្រទេសយើងកាន់តែល្អប្រសើរហើយសង្ឃឹមថាអ្វីៗនឹងល្អប្រសើរជាមួយនឹង podcast មួយនេះដែលជាផ្នត់គំនិតមួយដែលល្អមែនទែនដែលត្រូវបានរៀបចំឡើងដោយស្ថានីយទូរទស្សន៍មហាផ្ទៃរបស់យើងផ្ទាល់តែម្ដងហើយយើងនឹងព្យាយាមស្វែងយល់ក៏ដូចជាស្វែងយកនៅរឿងរ៉ាវផ្សេងៗទៀតទាក់ទងជាមួយនឹងសង្គមរបស់យើងដើម្បីធ្វើការដោះស្រាយជជែកវែកញែកហើយនឹងស្រាយចម្ងល់ទាំងអស់គ្នាជាមួយនឹងស្ថានីយទូរទស្សន៍មហាផ្ទៃផងយើងផ្ទាល់ហើយអ្នកទាំងអស់គ្នាក៏អាចស្វែងរកជាមួយនឹង app របស់យើងបាននៅលើ App Store ផងដែរអ្នកទាំងអស់គ្នាអាច download ដែលយើងមានកម្មវិធីច្រើនមែនទែនដែលផ្ដល់ជាចំណេះដឹងល្អៗទៅកាន់អ្នកទាំងអស់គ្នាដើម្បីឲ្យសង្គមរបស់យើងកាន់តែល្អប្រសើរអញ្ចឹងឥឡូវនេះ podcast របស់យើង The Matter Podcast ដែលរៀបចំដោយស្ថានីយទូរទស្សន៍មហាផ្ទៃក៏បានមកដល់ទីបញ្ចប់ហើយខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងទទួលបាននៅចំណេះដឹងល្អៗផងដែរពីវាគ្មិនកិត្តិយសរបស់យើងហើយសង្ឃឹមថាអ្នកទាំងអស់គ្នានឹងអាចកែប្រែបានជាវិជ្ជមានផងដែរអញ្ចឹងយើងជួបគ្នានៅក្នុងអេពីសូតក្រោយតាក់ទងជាមួយនឹងប្រធានបទផ្សេងៗអរគុណច្រើនហើយក៏អរគុណដល់រង្សីផងដែរដែលបានចំណាយពេលវេលាហើយសង្ឃឹមថាអ្វីៗនឹងល្អប្រសើរហើយមានដំណោះស្រាយមួយដែលល្អសម្រាប់ខ្លួនឯងក៏ដូចជាគ្រួសារផងដែរចាអរគុណដល់បងហើយក៏អរគុណទៅដល់ស្ថានីយទូរទស្សន៍ខាងក្រសួងមហាផ្ទៃដូចគ្នាដែលគាត់បង្កើតនៅកម្មវិធីនេះដើម្បីចែករំលែកនៅចំណេះដឹងនិងបទពិសោធន៍ជីវិតរបស់ជនរងគ្រោះផ្ទាល់ដែរហ្មងព្រោះវាផ្ដល់អត្ថប្រយោជន៍ដល់អ្នកមើលដែរបានខ្ញុំចង់មកចែករំលែកពីចិត្តខ្ញុំផ្ទាល់ដូចគ្នា
បាទអរគុណច្រើនអរគុណ ចា អរគុណ ចា ហើយយើងនឹងជួបគ្នាសារជាថ្មីម្ដ ចា ងទៀត អរគុណ នៅក្នុងកម្មវិធីយើងបន្តទៀតអរគុណច្រើន